Alien ស៊ីអណ្ដាតនៅក្នុងមាត់ត្រីនឹងឲ្យតគ្នានេះគឺជាប៉ារ៉ាស៊ីតស៊ីអណ្ដាតដែលហៅថាធុងងីរីណូគេទើបតែប្រទះរកឃើញវាថ្មីនឹងដែរទេគឺប្រហែលឆ្នាំចុងក្រោយនឹងឯងដែលគេប្រទះឃើញវានៅក្នុងមាត់ត្រីមួយចំនួនដែលរស់នៅក្នុងសមុទ្រសភាវៈចម្លែកមួយនឹងត្រូវបានប្រទះឃើញដំបូងដោយនិស្សិតខាងផ្នែកស្រាវជ្រាវម្នាក់ដែលមានឈ្មោះថា Don May អាយុ27ឆ្នាំអំឡុងពេលគាត់ទៅដើរកម្សាន្តនៅសមុទ្រនឹងស្ទួយត្រីលេងដំបូងគាត់ជិះទូកនឹងស្ទួយត្រីលេងធម្មតាទេប៉ុន្តែបន្ទាប់ពីគាត់ស្ទួយបានត្រីមួយក្បាស់ដែលវាមានលក្ខណៈចម្លែកខុសពីត្រីធម្មតាដែលធ្វើឲ្យគាត់បើកភ្នែកធំតែម្ដងក៏ដោយសារតែអំឡុងពេលដែលគាត់ដកផ្លែសន្ទូចចេញពីមាត់របស់វាក៏បានប្រទះឃើញថាត្រីមួយក្បាលនោះមិនមានអណ្ដាតទេប៉ុន្តែបែរជាមានសភាវៈចម្លែកបីម្យ៉ាងដែលមានភ្នែកខៀវប្រៀបបានដូចជាមួយនឹងអេលៀនក្រៅភពដែលនៅក្នុងរឿងចឹងដែរហើយគាត់ក៏បានទាញទូរស័ព្ទរបស់គាត់មកថតរូបសភាវៈចម្លែកនឹងភ្លាមតែម្ដងនិងបានឆាតរូបរបស់វាទៅឲ្យលោកគ្រូរបស់គាត់ដែលជាសាស្ត្រាចារ្យនៅក្នុងសាលាលោកសាស្ត្រាចារ្យបន្ទាប់ពីបានឃើញរូបសភាវៈចម្លែកនឹងហើយគឺគាត់ចាប់អារម្មណ៍ខ្លាំងមែនទេនិងបានឲ្យលោក Don May ជាសិស្សរបស់គាត់យកសភាវៈចម្លែកនឹងមកបន្ទប់ពិសោធន៍នៅក្នុងសាលារបស់គាត់បន្ទាប់ពីយកសភាវៈចម្លែកនោះមកដល់បន្ទប់ពិសោធន៍និងបានសង្កេតមើលវាម្ដងហើយម្ដងទៀតទើបដឹងថាសភាវៈចម្លែកនោះគឺមានរូបរាងស្តៀងជាមួយនឹងបងកាំងប៉ាប៉ុន្តែវាមានពណ៌សបីប្រផេះអ្វីដែលចម្លែកនោះគឺភ្នែករបស់វាគឺមានពណ៌ខៀវប្រៀបបានដូចជាមួយនឹងអេលៀនក្រៅភពដែលយើងមើលនៅក្នុងរឿងទៅវិញក៏ប៉ុន្តែវាមិនមែនជាសត្វចម្លែកក្រៅភពអីនោះទេប៉ុន្តែវាជាអម្បូរសត្វអ៊ីសផតដែលដូចជាមួយនឹងក្តាមបកងបកាអីយើងនឹងឯងដំបូងពេលដែលវានៅតូចគឺវាផ្នែកខ្លួននៅតាមទឹកដើម្បីឲ្យខ្លួនរបស់វាតោងជាប់ជាមួយនឹងសត្វត្រីណាមួយហើយពេលដែលវាតោងជាប់ជាមួយនឹងត្រីហើយវានឹងរលត្បល់ទៅតាមសក្តិរបស់ត្រីរហូតទៅដល់ទីតាំងអណ្ដាតត្រីពេលដែលវាដល់ទីតាំងអណ្ដាតត្រីហើយវានឹងខំផ្ដាច់អណ្ដាតត្រីនោះតែម្ដងហើយវានឹងយកខ្លួនរបស់វាទៅនៅទីតាំងអណ្ដាតរបស់ត្រីតើតួជាអណ្ដាតថ្មីរបស់ត្រីនោះជំនួសឲ្យអណ្ដាតចាស់ការដែលប៉ារ៉ាស៊ីតស៊ីអណ្ដាតទៅរស់នៅលើខ្លួនរបស់ត្រីគឺវាដូចគ្នាមែនទែនជាមួយដើមបញ្ញាកាយដែលនៅស្រុកយើងដែលវារស់នៅលើដើមឈើប៉ុន្តែអ្វីដែលខុសគ្នានោះត្រង់ថាប៉ារ៉ាស៊ីតស៊ីអណ្ដាតគឺវាមិនបានសម្លាប់ត្រីនឹងនោះទេប៉ុន្តែដើមបញ្ញាកាយដែលនៅស្រុកយើងគឺវានឹងសម្លាប់ដើមឈើណាដែលវារស់នៅតើអ្នកទាំងគ្នាគិតមិនដែរប្រសិនបើប៉ារ៉ាស៊ីតស៊ីអណ្ដាតនឹងចូលមករស់នៅលើខ្លួនរបស់មនុស្សយើងខមមិនក្នុងក្រោមអ្នកមួយផងហើយកុំភ្លេច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជួបគ្នាវីដេអូក្រោយបាយ